ជុំនិទានជាដកភាគ4រឿងទុក្កតបរោះសេចក្តីជ្រះថ្លាជាមេបណ្ដុះសម្បត្តិលោកីនិងលោកតរៈសូមអញ្ជើញតាមដានស្ដាប់រឿងទុក្កតបរោះជាភាគបញ្ចប់ប្រាប់អ្នកមហាក្រថាហើយអ្នកមហាក្រសម្លាញ់កាលយើងសុំបាទអ្នកមិនអោយសោះសក្ការៈដូចម្ដេចដែលអ្នកបំរុងប្រគេនព្រះសាសនាយកមកខ្ញុំមើលផងលំដាប់នោះសក្កទេវរាជបើកភាជបបរបាយបង្ហាញព្រះរាជាក្លិនបបរបាយនោះផ្សាយទៅក្របសង្កត់នគរទាំងអស់ព្រះរាជាក៏រមិលមើលនៅបបរជាដើមទើបពោលទូលព្រះមានប្រភេទថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំមកនេះគិតថាតីយធរអ្នកមហាក្រនេះមិនប៉ុន្មានទេបើអ្នកមហាក្រនេះប្រគេនតីយធរហើយខ្ញុំព្រះអង្គនឹងនិមន្តស្ដេចទៅដំណាក់ហើយថ្វាយអាហារដែលគេចាត់ចែងបំរុងខ្ញុំព្រះករុណាអាហារបែបនេះខ្ញុំព្រះអង្គមិនធ្លាប់ឃើញទេបើខ្ញុំព្រះអង្គនៅក្នុងទីនេះអ្នកមហាក្រមុខតែលំបាកដូច្នេះសូមថ្វាយបង្គំព្រះអង្គទៅហើយឯសក្កទេវរាជទ្រង់ចាត់ចែងទានថ្វាយព្រះសាសនាដោយគោរពលុះព្រះអង្គសម្រេចផុតកិច្ចហើយក៏ធ្វើអនុមោទនាហើយស្ដេចយាងត្រឡប់ទៅវិញសក្កៈឲ្យសញ្ញាដល់អ្នកមហាក្រយកបាតហើយជូនដំណើររហូតទៅដល់វត្តសក្កៈត្រឡប់មកវិញឈរក្បែរទ្វារផ្ទះសម្លឹងមើលទៅឯអាកាសស្រាប់តែភ្លៀងកែវ7ប្រការធ្លាក់ចុះមកបំពេញភាជណៈនិងផ្ទះទាំងមូលឲ្យពេញរកតែទីទំនេរក៏គ្មានទើបប្រពន្ធអ្នកមហាក្រដឹកដៃកូនរត់ចេញទៅក្រៅផ្ទះអ្នកមហាក្រត្រឡប់មកវិញឃើញកូនប្រពន្ធនៅខាងក្រៅផ្ទះក៏សួរថាក្នុងផ្ទះកើតហេតុយ៉ាងម៉េចបបិទ្ធស្វាមីផ្ទះយើងពេញទៅដោយកែវ7ប្រការរកតែទីទំនេរក៏គ្មានអ្នកមហាក្រគិតថានេះជាផលនៃទានដែលអញឲ្យហើយក្នុងថ្ងៃនេះទើបដើរទៅដំណាក់ថ្វាយបង្គំព្រះរាជាត្រាស់សួរថាអ្នកមានការអ្វីបបិទ្ធសមត្ថទេពផ្ទះទូបង្គំពេញទៅដោយកែវ7ប្រការសូមទ្រង់ទទួលទ្រព្យនោះព្រះរាជាគិតថាទានដែលបុគ្គលបានថ្វាយដល់ព្រះពុទ្ធទាំងឡាយរមែងសម្រាប់ប្រយោជន៍ភ្លាមមែនទើបត្រាស់សួរថាអ្នកយកអ្វីទៅដាក់ក្រាបទូលយករទេះទៅ1000ទើបល្មមព្រះរាជាក៏បញ្ជូនរទេះ1000ឲ្យទៅដឹកទ្រព្យមកចាត់ក្នុងព្រះលានគំនរនោះកម្ពស់ដើមត្នោតទើបទ្រង់ត្រាស់ប្រជុំអ្នកក្រុងសួរថាក្នុងនគរនេះមាននរណាមានទ្រព្យប៉ុណ្ណេះដែរក្រាបទូលគ្មានទេទ្រង់ក៏ប្រទានតំណែងជាសេដ្ឋីព្រោះមានសម្បត្តិច្រើនលើសគេឯងក្នុងនគរជាមួយគ្នាដល់អ្នកមហាក្រនោះឲ្យคล้ายទៅជាអ្នកមានធំទើបទ្រង់ប្រទានដីភូមិត្រង់ផ្ទះសេដ្ឋីម្នាក់ឲ្យសង់ផ្ទះនៅកាលជនទាំងឡាយកំពុងជំរះដីភូមិនោះឲ្យស្មើកំណប់ទ្រព្យទាំងឡាយក៏ផុសឡើងអ្នកមានធំក៏នាំរឿងនោះទៅ
ទូលព្រះរាជាត្រាស់ថាកំណប់នោះកើតឡើងដោយបុណ្យរបស់អ្នកទេតាចូលអ្នកថែរក្សាទុកចុះអ្នកមានធំឲ្យគេសង់ផ្ទះរួចហើយក៏ចាត់ចែងទានថ្វាយដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានអស់7ថ្ងៃនិងធ្វើបញ្ញកម្មផ្សេងទៀតជាច្រើនលុះអស់អាយុក៏បានទៅកើតក្នុងទេវលោកសោយទ្រព្យសម្បត្តិអស់មួយពុទ្ធថណ្ឌទើបយុទ្ធចាកទីនោះមកចាប់បដិសន្ធិក្នុងផ្ទៃនៃធីតាសេដ្ឋីជាឧបថាព្រះសារីបុត្រនាក្រុងសាវត្ថីក្នុងពុទ្ធបាទនេះតាំងពីទារុនេះចុះចាប់បដិសន្ធិកាលក្នុងផ្ទៃមេត្តាកាលណាជនអ្នកនៅក្នុងផ្ទះនោះជាជនលីលាក្តីល្ងីល្ងើក្តីកោក្តីឆ្កួតក្តីក៏คล้ายទៅជាបណ្ឌិតទាំងអស់គ្នាលុះគ្រប់ទសមាសាក៏ប្រសូតបុត្រនោះមានឈ្មោះប្រកាសថាបណ្ឌិតទារុពេលទារុនោះកើតមកក៏បណ្ដាលឲ្យទឹកចិត្តម្ដាយគិតឃើញថានឹងបណ្ដោយតាមអធ្យាស្រ័យរបស់បុត្រដោយពិតកាលកុមារអាយុបាន7ឆ្នាំក៏សុំមេត្តាទៅបួសក្នុងសំណាក់ព្រះសារីបុត្រមេត្តាក៏បបួលញាតចាត់ចែងគ្រឿងសម្ភារៈនាំកុមារទៅកាន់សំណាក់ព្រះសារីបុត្រហើយប្រគេនកុមារទៅលោកទូលថាសូមលោកម្ចាស់បំបួសកុមារនេះឲ្យទានផងចុះព្រះថេរៈក៏ប្រាប់រឿងបព្វជិកម្មថាជាការលំបាកប្រព្រឹត្តឲ្យបានបែបបទតែខ្ញុំព្រះករុណាអាចធ្វើតាមឱវាទរបស់លោកម្ចាស់បានព្រះថេរៈឲ្យកាត់កោសក់ហើយប្រាប់តបបញ្ជាកម្មដ្ឋានទៅបំពោះពេលនោះឯមេដាបិតាសាមណេរនោះនៅប្រគេនទានដោយរស់ត្រីឆ្អិនដល់ព្រះភិក្ខុមានព្រះពុទ្ធជាប្រធានអស់7ថ្ងៃទើបវិលទៅផ្ទះវិញថ្ងៃទី8ព្រះថេរៈនាំសាមណេរទៅបណ្ឌបាតលុះនិមន្តទៅដល់ក៏ឃើញប្រឡាយឃើញជាងកូនសហើយសួរព្រះថេរៈក៏ពោលប្រាប់តាមដំណើរទើបឲ្យសាមណេរវិលត្រឡប់មកវិញនឹងឲ្យកូនសោទ្វារមកផងសាមណេរមកដល់វត្តក៏បើកទ្វារចូលទៅធ្វើសមណធម៌សំងំអភិរម្យនៅក្នុងកុដិតែឯងពេលនោះព្រះសាសនារំមើលនិស័យសត្វក៏បានដឹងថាសាមណេរបណ្ឌិតនេះនឹងបានសម្រេចអរហន្តក្នុងពេលដែលតថាគតសួរប្រស្នាចំពោះសារីបុត្រទើបយាងទៅចាំព្រះសារីបុត្រនៅខាងមុខនៅខាងក្រៅកុដិនោះលោកព្រះថេរៈនិមន្តមកដល់ទ្រង់សួរ4ប្រស្នាថាមនាសារីបុត្រអាហារនាំមកនៅអ្វីក្រាបទូលនៅវេទនានាំមកនៅអ្វីនាំមកនៅរូបនាំមកនៅអ្វីនាំមកនៅផាសៈលុះចប់ប្រស្នាសាមណេរនៅក្នុងកុដិក៏បានសម្រេចអរហន្តក្នុងប្រជញ្ញ7ភាសានិងបួសបាន8ថ្ងៃប្រៀបដូចជាផ្កាឈូករីកស្រស់បោះដូចនោះឯងរឿងនេះក៏បានបញ្ចប់តែប៉ុណ្ណេះសូមអរគុណខ្ញុំតកណ្ណាសូមថ្លែងអំណរអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់បងប្អូនដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe អ្នកមួយដើម្បីនឹងទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណសូមគោរពលា